មនុស្សអាក្រក់ចូលមកក្នុងជីវិតយើងបង្កើតនៅបបពិសោធន៍ជីវិតនៅក្នុងជីវិតរបស់យើងមនុស្សធ្វើទង្វើអាក្រក់មាន4ជំពូកធំធំទី1ធ្វើអាក្រក់ព្រោះមិនដឹងថាវាជារឿងអាក្រក់កណ្ដុរមិនដែលគិតថាខ្លួនជាចោរលួចទេពស់ក៏មិនដែលគិតថាខ្លួនជាសត្វសាហាវដែរខ្លាក៏មិនដែលគិតថាខ្លួនជាសត្វខូខើព្រៃផ្សៃនោះទេពេលខ្លះធ្វើខុសមិនដឹងថាវាជាកំហុសទេហើយនៅតែបន្តធ្វើវាជារឿយៗហើយពេលខ្លះស្រែកប្រកាសប្រាប់គេថាខ្លួនធ្វើត្រូវក៏មានដែរគ្មានអ្នកណាប្រាប់គ្មានអ្នកណាតម្រង់ទិសគ្មានអ្នកណាចង្អុលបង្ហាញធ្វើទាំងមិនដឹងខុសចេះតែធ្វើខុសតគ្នារហូតអញ្ចឹងទៅអចេតនាឬចេតនាយ៉ាងណាវាជារឿងអាក្រក់បើមានអ្នកប្រាប់ពីកំហុសរបស់យើងសូមកុំខឹងគេសូមបើកចិត្តនៅក្នុងការស្ដាប់បើកចិត្តនៅក្នុងការ